anh chi lan ấy nắng còn tại lan chi thầm đạp tê cha na hai mạc ấy nắng mạc không sọc tê lãng không sọc chi cả đá ngày cao chăm nhom đục anh đà lệ mình bách tê anh ní rưng rum mà lệ mất cha xó miên ấy trời khma và anh bị bà bùi dương chui ta mền ọt mền hai si giang ấy lao anh thưa ca ấy krom hôn nà đá krom hôn tôi ta chỉ nè sơ xê cô thom mà đá côngปรับนาทาสมใบประเทศกรมก็มันบานเฟอร์มันเมนเตซี่ยังเอาซี่ยังปีมุนไอเรียนปูไก่นะไม่ทะเลกลุนดอกขนาดนั้นบักยมจีไอขยมมันเฮียนหมกจุกจมคณีเตขมาเกสก็มียัยจังไอกดหมกบานปลุกกดมันควอเรื่องอ่อนหนังเตมันควอมีประโยชน์ไอซ้ำซับจิงไฮเตลานลอยกอกเมียนอนาคตเกิดไม่ไอเฟอร์กำกอเกอมูจีวัตเตดังว้าวลียาเนเตสอาร์ตได้หรือไทยเลยอันจีอนุประเทศกรมหุ่นวินิยกแมนกรมชื่อเปียกเกจามารามเริ่มกรมหุ่นโตตายตาประเทศธนาซี่ยังก็หมกได้เมื่อเจ้าประเทศหมกดอกไฮวิมันปรมกรอบโชติให้เตอร์วิจารจังไอมันเจกเตYouTube គ្នាម្ដងកុំគួសំអីចង់ញ៉ាំអីកាម៉ងមកលីយ៉ាអញកាម៉ងទៅពួកយើងមិនធ្លាប់ចូលកន្លែងទំនើបចឹងទេមិនហើយធម្មតាញ៉ាំតែក្បែរផ្លូវទេនេះលើកទី1ហើយកុំមកធ្វើពុតសៀនមកលើកមុនអញផុសញ៉ាំអាហារជប៉ុនម្នាក់$3,000ស្មានតែយើងមិនឃើញអីគ្នានោះភ្ញៀវប៉ៅទេខ្ញុំណាហ៊ានចាយភ្ញៀវប៉ៅក៏ឯងអ្នកញ៉ាំដែរស្លៀកសុទ្ធតែប្រេនញ៉ាំអាហារតាមផ្លូវអ្នកណាជឿមែនហើយកុំធ្វើពុតអីយើងស្គាល់គ្នាអស់ហើយបានហើយអ្នកទាំងពីរកុំធ្វើពុតទៀតបើពួកឯងក៏ចុះពួកយើងនេះជាស្អីអ្នកសុំទាននោះខ្ញុំគ្រាន់តែគួសំទេតើនៅមុខលីយ៉ាយើងត្រឹមជាកូនចៅទេហានិយាយមែនតែនទៅឡាវចៅប៉ុន្មានឆ្នាំនេះឯងយ៉ាងម៉េចដែរយឺថាឯងទៅពេកាំងនៅទីនោះ5ឆ្នាំទើបមកវិញឆ្នាំមុនធ្វើការអីដែរក្រុមហ៊ុនបរទេសជាប្រធានផ្នែកបច្ចេកទេសអូហូអស្ចារ្យណាស់ប្រាក់ខែប្រកាសជាច្រើនមិនខានគួសមគ្រាន់ចៃទេបើធៀបនឹងលីយ៉ាមិនស្មើគេទេមកទៀតហើយលីយ៉ាលំយើងមិនអាចរៀបទេរៀបតែពួកយើងទៅបានហើយមិនបានដែរយូជាងក្រុមហ៊ុនចំណូលរាប់សិបលានខ្ញុំស៊ីប្រាក់ខែមិនហ៊ានព្រៀបកុំអីចំណូលច្រើនមែនតែចំណេញតិចទេអញធ្វើប្រធាននៅក្រុមហ៊ុនបរទេសស្រួលជាងឯនេះកំពុងតែមានទុកព្រោះមានលុយហើយខ្ញុំសូម្បីឱកាសមានទុកក៏គ្មានផងក្រុមហ៊ុនឯងបានទុន20លានឯងថាមិនមានឱកាសទុនគឺទុនហើយមិនមែនលុយខ្ញុំឯណានោះជាលុយក្រុមហ៊ុនតើបានហើយកុំតន់អួតគ្នាថ្ងៃនេះលីយ៉ាអ្នកប៉ាកុំមកសម្ដែងនៅទីនេះមែនហើយតាមលីយ៉ាចុះអញកាម៉ងអីយើងញ៉ាំនឹងញ៉ាំតាមផ្លូវក៏យើងព្រមអំបញ្ញមិញទៅថាមិនធ្លាប់ញ៉ាំអាហារតាមផ្លូវខ្ញុំថាមិនសូវបានញ៉ាំទេមិនមែនមិនធ្លាប់ឯណាឯនេះចូលចិត្តបកអាក្រាតខ្ញុំម្ល៉េះចឹងខ្ញុំមិនគួរសំទេណាមានអ្នកណាដុំអីអត់គ្មានទេកាម៉ងតាមចិត្តទៅកាម៉ងតាមចិត្តអូខេលីយ៉ាគួរតែមើលតម្លៃសិនទៅកន្លែងទំនើបចឹងប្រយ័ត្នថ្លៃណាខ្លាចខ្ញុំកំងរបស់ថ្លៃមែនខ្លាចតែឯងចំណាយច្រើនពេកអ្នកបម្រើទីនេះមានស្រាល្អអ្នកនាងយើងមានស្រាឡាហ្វីឆ្នាំ82និងស្រាលំដាប់កម្ពុជាទៀតយកស្រាល្អបំផុតមួយដបមកថ្ងៃនេះសប្បាយចិត្តលីយ៉ាឯងចំណាយច្រើនពេកហើយមែនហើយកំងត្រឹម2-3,000បានហើយមិនអីទេថ្ងៃនេះសប្បាយចិត្តយូជួបគ្នាម្ដងតែមិនបាច់កំងស្រាថ្លៃកប់ពុកចឹងទេស្រាអស់នឹងគ្រាន់តែល្បីរសជាតិធម្មតាទេឯងធ្លាប់ផឹកមែនធ្លាប់ផឹកមួយកែវពីភ្ញៀវរសជាតិធម្មតាទេមានឱកាសផឹកក៏ល្អហើយខ្ញុំគ្រាន់តែគិតថាមិនចាំបាច់ទេឯងកំពុងតែស្ដាយលុយជំនួសខ្ញុំមិនមែនស្ដាយទេគ្រាន់តែផ្ដល់យោបល់ទុកចិត្តចុះខ្ញុំដឹងច្បាស់ហើយយកមួយដបដែលអ្នកណែនាំអំបញ្ញមិញមកចាស់អ្នកនាងលីយ៉ាឯងពិតជាចិត្តទូលីមែនហើយកាត់មក30ជាងឆ្នាំមិនដែលផឹកស្រាថ្លៃចឹងទេថ្ងៃនេះមានសំណាងដោយសារលីយ៉ាហើយមកលើកែវតែជុលមួយសិនមកសៀនម៉ៅរឿងបានទុន20លាននឹងយ៉ាងម៉េចដែរប្រាប់បន្តិចមើលគឺអញចេះខ្ញុំធ្វើ platform អប់រំតាមអនឡាញ model ថ្មីប្លែកអ្នកវិនិយោគឃើញភ្លាមទម្លាក់លុយយកមកអស្ចារ្យម្លេះប្រកាសហើយគម្រោងខ្ញុំនរណាក៏សរសើរដែរទីផ្សារនេះកំពុងត្រូវប៉ានពេលឆ្នាំទៀតកើនយ៉ាងតិច10 ដងចឹងឯងខ្លាយជាសេដ្ឋីហើយចុះក្រុមហ៊ុនណាជាអ្នកវិនិយោគប្រាប់បន្តិចមករឿងនេះជាការសម្ងាត់ជំនួញមិនអាចប្រាប់បានទេចុះវីឡាឯងវិញនៅតំបន់ណាដែរក្បែរទីក្រុងថ្មីជូជាកន្លែងហ្នឹងវីឡាមិនសូវមានទេគម្រោងមួយណាដែរប្រាប់ក៏ឯងមិនដឹងដែរអ្នកទាំងពីរកុំសួរដេញដល់គ្នាពេកយ៉ាងណាក៏អស្ចារ្យជាងពួកយើងដែរស៊ុបសិតសុងរងមកដល់ហើយស៊ុបនេះឈ្ងុយណាស់ផ្សិតនេះថ្លៃណាស់ណាភោជនីយដ្ឋានកម្រិតនេះច្បាស់ជារបស់នាំចូលចុះមួយចានប៉ុន្មានយ៉ាងហោចក៏5,600ដែរ5,600តែមួយចានតូចសោះចុះឯងគិតថាម៉េចបង្កងអូស្ត្រាលីទម្ងន់ចិត្ត3គីឡូបាវធំម្លេះទម្ងន់ចិត្ត3គីឡូបែបនេះនៅទីនេះយ៉ាងហោចក៏ជាង$3,000ដែរមកចាប់ផ្ដើមញ៉ាំទៅឆ្ងាញ់ណាស់សាច់ផ្អែមហើយស្រស់ល្អណាស់ឆ្ងាញ់ជាងកន្លែងផ្សេងដាច់ប្រកាសហើយគ្រឿងផ្សំនៅទីនេះដឹកតាមយន្តហោះរាល់ថ្ងៃដឹកតាមយន្តហោះមិនគួរឲ្យភ្ញាក់ផ្អើលទេនេះជាសាច់គោវ៉ាហ្គីវA5ដឹកផ្ទាល់ពីជប៉ុនA5មិនមែនជាលំដាប់កម្ពុជាទេអីត្រូវហើយភោជនីយដ្ឋានយើងប្រើតែសាច់គោA5ប៉ុណ្ណោះថ្ងៃនេះពិតជាបើកភ្នែកធំមែនកាត់មក30ជាងឆ្នាំហើយទើបបានញ៉ាំរបស់ថ្លៃចឹងខ្ញុំដូចគ្នាបើគ្មានលីយ៉ាទេ
មួយជីវិតនេះប្រហែលមិនអាចចូលទីបានហើយកុំតន់អរគុណអីប្រញាប់ញ៉ាំទៅរជាអស់ឆ្ងាញ់ឥឡូវហើយ5001ដុំគិតទៅក៏សមនឹងតម្លៃអំបាញ់មិញឯងថាស្ដាយលុយតាខ្ញុំស្ដាយលុយលីយ៉ាទេតើមិនមែនថាសាច់មិនឆ្ងាញ់ឯណាហាគម្រោងខ្ញុំកំពុងរៀបចំពង្រីកបន្ថែមអ្នកវិនិយោគប្រាប់ថាគេជឿជាក់លើអនាគតយើងជុំក្រោយគេនឹងបន្ថែមទុនទៀតសៀនម៉ៅឯងពិតជាអស្ចារ្យមែនពួកយើងមួយជីវិតនេះប្រហែលមិនអាចទេមែនហើយថ្ងៃក្រោយមានបានកុំភ្លេចមិត្តចាស់ណាស្រួលតើដល់ពេលហ្នឹងបើមានអ្នកណាសមអាចណែនាំបានពួកយើងខ្លួនឯងបានអត់ហាចុះឯងឥឡូវតំណែងអីដែរខ្ញុំត្រឹមជាប្រធានផ្នែកបច្ចេកទេសប្រាក់ខែ500000មកធ្វើការជាមួយខ្ញុំមកខ្ញុំឲ្យ600000មែនឬលេងពិតមែនតែឯងត្រូវសម្ភាសសិនអូខេថ្ងៃក្រោយខ្ញុំទៅរកឯងនិយាយគ្នាហើយណាខ្ញុំក៏មិនអន់ដែរឆ្នាំមុនចំណូលរាប់សិបលានឆ្នាំនេះដាក់គោលដៅ50លានមែនឬលេងពិតមែនទើបតែទិញវីឡាមួយនៅតំបន់ធានហឺត្រៀមចូលនៅខែក្រោយតម្លៃប៉ុន្មានមិនថ្លៃទេជាង30លានប៉ុណ្ណោះគ្រាន់តែថ្លៃសេវាបុរីមួយខែអស់រាប់ពាន់ហើយមែនទេមួយឆ្នាំតែ60000មួយឆ្នាំ60000ថ្លៃសេវាបុរីថ្លៃជាងថ្លៃឈ្នួលផ្ទះខ្ញុំទៀតយូជាងវីឡាឯងនៅបុរីណាដែរនៅក្បែរឧទ្យានធានហឺឈ្មោះយូជីងយានបុរីនឹងខ្ញុំស្គាល់ដូចជាមិនមែនមានតែវីឡាទេមានអគារខ្ពស់ដែរមិត្តខ្ញុំម្នាក់ទិញវីឡានៅកោះអាសាទំហំជាង500ម៉ែត្រការ៉េនោះទើបជាវីឡាពិតប្រាកដកន្លែងនោះល្អមែនតែតម្លៃថ្លៃណាស់គួរសំដែត្រឹមជាង80លានតើ80លានមិត្តឯងមានលុយណាស់មិនមែនមិត្តខ្ញុំមានទេគឺកន្លែងនោះល្អមែនវីឡា300ម៉ែត្រការ៉េរបស់ឯងនៅទីនោះត្រឹមជាតម្លៃចាប់ផ្ដើមប៉ុណ្ណោះមែនហើយអ្នកទាំងពីរសុទ្ធតែអស្ចារ្យខ្លាំងជាងពួកយើងឆ្ងាយណាស់មែនហើយម្នាក់បានទុន20លានម្នាក់ទៀតចំណូលរាប់សិបលានថែមមានវីឡាទៀតពួកឯងសុទ្ធតែជាអ្នកជោគជ័យបានហើយកុំប្រៀបធៀបគ្នាអីផឹកទៅពួកឯងម្នាក់សុទ្ធតែខ្លាំងខ្ញុំមិនហ៊ានហើបមាត់ទេហ៎ចុះឯងយ៉ាងម៉េចដែរប្រាប់បន្តិចមកខ្ញុំអីមួយខែសល់ជាង20000ធៀបនឹងពួកឯងគឺឆ្ងាយណាស់20000ជាងក៏មិនតិចដែរមិនដូចអ្នកទាំងពីរនោះទេគេមានក្រុមហ៊ុនមានអនាគតវែងឆ្ងាយមើលពីក្រៅលុយមែនតែហានិភ័យក៏ខ្ពស់ដែរលីយ៉ានិយាយត្រូវពួកយើងថ្ងៃនេះមិនដឹងរឿងថ្ងៃស្អែកទេមិនដឹងដួលរំថ្ងៃណាហាស៊ីយ៉ាងឥឡូវឯងធ្វើការក្រុមហ៊ុនណាតំណែងអីដែរត្រឹមជាអ្នកសរសេរកូដធម្មតាឲ្យក្រុមហ៊ុនតូចមួយសរសេរកូដមែនចឹងប្រាក់ខែគួរសម្ដែងតាគ្រាន់រស់នឹងប៉ុន្មាន10000ឬ20000មិនដល់ទេត្រឹម4-5000និង4-5000ស៊ីយ៉ាងឯងមិនមែននិយាយលេងទេដឹងការរៀនចប់ចូលធ្វើការប្រាក់ខែចាប់ផ្ដើម6000ទៅហើយមែនហើយនេះ10ឆ្នាំហើយនៅតែ4-5000ឯងត្រូវក្រុមហ៊ុនបោកហើយដឹងគ្មានទេខ្ញុំស្ម័គ្រចិត្តខ្លួនឯងអ្នកណាព្រមយកប្រាក់ខែ4-5000គឺខ្ញុំនឹងហើយយូជាងឯងយឺទេគេថាគេស្ម័គ្រចិត្តមនុស្សមានគោលដៅរៀងខ្លួនមិនមែនរឿងគោលដៅទេសីយ៉ាងពីមុនឯងជាម្ចាស់ជ័យលាភីសរសេរកូដប្រចាំថ្នាក់សមត្ថភាពឯងអ្នកណាក៏ដឹងឯងយកប្រាក់ខែ4-5000មិនកំពុងបំផ្លាញខ្លួនឯងទេហើយបើមានការលំបាកប្រាប់មកសុទ្ធតែម្ចាស់ទេយើងជួយបានខ្ញុំគ្មានការលំបាកទេគ្រាន់តែគិតថាឥឡូវនេះល្អហើយស៊ីយ៉ាងឯងយកច្រឡំពាក្យថាល្អហើយដឹង4-5000នៅខ្វាងជូវឯងប្រាប់ខ្ញុំមើលល្អកន្លែងណាឯងមិនដែលទារឡើងប្រាក់ខែទេមែនទេក្រុមហ៊ុនខ្លះស៊ីជន់មនុស្សស្លូតបើមិនទារគេមិនឡើងឲ្យទេធ្លាប់និយាយគ្នាដែរតែខ្ញុំគិតថាប៉ុណ្ណឹងគ្រាន់ចាយហើយក៏មិនទារស៊ីយ៉ាងឯងនេះគួរនិយាយថាម៉េចតម្រូវការខ្លួនឯងទាបពេកហើយដឹងសមត្ថភាពដូចឯងមិនគួរបានប្រាក់ខែប៉ុណ្ណឹងទេប្រហែលមកពីខ្ញុំចូលចិត្តរស់នៅសាមញ្ញយ៉ាងខ្ញុំនិយាយត្រង់ចុះប៉ុន្មានឆ្នាំនេះឯងធ្លាក់ដុនដាបពេកទើបយកភាពសាមញ្ញមកធ្វើជាលេងមែនទេមែនហើយស៊ីយ៉ាងឯងត្រូវប្រឹងប្រែងបន្តិចមើលសៀនមកចុះគេបានទុន20លានមើលយូឈៀងចុះក្រុមហ៊ុនគេចំណូលរាប់សិបលានឯងមិនមានសម្ពាធខ្លះទេអីបើឯងខ្វះលុយប្រាប់មកខ្ញុំជួយណែនាំការងារឲ្យធានាថាបានក្រុមហ៊ុនខ្ញុំកំពុងខ្វះប្រធានផ្នែកបច្ចេកទេសឯងចង់មកអត់ខ្ញុំឲ្យ20000ច្រើនជាងប្រាក់ខែឡៅឯងដល់ទៅ2ដងផ្លូវដើរមនុស្សម្នាក់មិនដូចគ្នាទេមិនដូចគ្នាមែនតែទីដែលត្រូវតែច្បាស់ផ្លូវឯងនេះដើរទៅណាក៏ធ្លាក់ចុះដែរយូជាងឯងនិយាយធ្ងន់ពេកហើយធ្ងន់អីខ្ញុំនិយាយការពិតតើស៊ីយ៉ាងពីមុនឯងជាមោទនភាពរបស់ថ្នាក់ចុះហើយលើ10ឆ្នាំកន្លងផុតទៅឯងមិនមានអារម្មណ៍ថាខ្មាស់គេទេអីខ្មាស់អីខ្ញុំមិនបានលួចប្លន់អ្នកណារកស៊ីដោយកម្លាំងញើសឈាមខ្លួនឯងមានអីត្រូវខ្មាស់សមត្ថភាពមួយខែរកបាន4-5000ឯងមកនិយាយពីសមត្ថភាពកូនជាងហាត់ការនៅក្រុមហ៊ុនខ្ញុំរកបានច្រើនជាងឯងផងស៊ីយ៉ាងខ្ញុំប្រាប់តាមត្រង់ចុះជំនាញពួកយើងចេញពីសាលានេះប្រាក់ខែ4-5000ពិតជាស្ដាប់មិនចុះទេពិសោធន៍10ឆ្នាំយកប្រាក់ខែប៉ុណ្ណឹងឯងមិនស្ដាយទេអីមិនស្ដាយទេស៊ីយ៉ាងឯងច្រណែនពួកយើងមែនទេឃើញពួកយើងមានបានឯងមិនសប្បាយចិត្តមែនទេគ្មានទេពួកឯងមានបានខ្ញុំត្រេកអរជំនួសតាចុះមិនក៏ឯងធ្វើមុខដូចមើងងាយពួកយើងចឹងតាំងពីដើមដល់ចប់ឯងនិយាយតិចណាស់ចូលកៅក៏មិនសូវមានឯងគិតថាពួកយើងជាមនុស្សវក់នឹងលុយមានតែឯងដែលស្អាតស្អំមែនទេខ្ញុំមិនមានន័យចឹងទេខ្ញុំគ្រាន់តែមិនសូវចេះនិយាយពួកឯងជេរគ្នាទៅខ្ញុំស្ដាប់ក៏បាន